បើយោងទៅតាមសារព័ត៌មាននៅប្រទេសអ៊ីស្រាអែលឬក៏តាមសារព័ត៌មានធំៗដែលគាត់បានចុះផ្សាយប្រទេសអ៊ីស្រាអែលបានហ៊ុមព័ទ្ធនៅ55ភូមិនៅភាគខាងត្បូងនៃប្រទេសលីបង់អញ្ចឹងប្រជាពលរដ្ឋស៊ីវិលដែលភៀសខ្លួនចាញ់ពី55ភូមិហ្នឹងអត់អាចចូលនៅក្នុងភូមិនឹងវិញបានទេដោយសារតែអ៊ីស្រាអែលកំពុងតែធ្វើលបងហ៊ុមព័ទ្ធយក55ភូមិហ្នឹងអត់ឲ្យប្រជាពលរដ្ឋអាចត្រឡប់ចូលទៅយកអីវិញបានទេជាក់ស្ដែងដូចកម្ពុជាជាមួយនឹងថៃអញ្ចឹងតាមកាវ៉ាត់ព្រំដែនហ្នឹងប្រហែលជាអ៊ីស្រាអែលគាត់ copy តាមថៃអញ្ចឹងយកអានឹងទៅអនុវត្តនៅលើប្រទេសលីបង់ហើយព័ត៌មានមួយទៀតដែរបើយោងទៅតាមតាត្រាំបាននិយាយប្រហែលជាប្រហែលជា10-20នាទីមុននេះបាននិយាយថាប្រទេសអ៊ីរ៉ង់នឹងយល់ព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងដោយគ្មានលក្ខខណ្ឌហើយអាសាធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ចាញ់ជាច្រើនហ្នឹងនឹងលក់ទៅឲ្យប្រទេសអាមេរិកហើយលុយដែលសហរដ្ឋអាមេរិកបង្កកអស់ជាច្រើនហ្នឹងនឹងត្រូវប្រទេសមកឲ្យប្រទេសអ៊ីរ៉ង់វិញនេះបើតាមសារព័ត៌មានដែលអាចារ្យសារាដែលពួកគាត់បានចុះផ្សាយប្រហែលជា1 ម៉ោងមុន